ការនៅឆ្ងាយពីគ្នាមិនបំផ្លាញទំនាក់ទំនងទេភាពស្ងប់ស្ងាត់ទេដែលបំផ្លាញវាមិនមែនជាចម្ងាយរាប់រយគីឡូម៉ែត្ររវាងមនុស្សពីរនាក់ដែលបង្កើតគម្លាតនិងបំផ្លាញទំនាក់ទំនងនោះទេវាគឺជាការមិនសូវអើពើការខកខានមិនបានជួបគ្នានិងអារម្មណ៍ថាការខិតខំប្រឹងប្រែងមានតែម្ខាងស្នេហាមិនត្រូវការវត្តមានរាងកាយចិត្តគ្នាជាប់លាប់នោះទេប៉ុន្តែវាត្រូវការភាពស៊ីសង្វាក់គ្នាទំនាក់ទំនងអាចបន្តមានជីវិតពីតំបន់ពេលវេលាផ្សេងៗគ្នាថ្ងៃមមាញឹកនិងការឃ្លាតឆ្ងាយពីគ្នាយូរអ្វីដែលវាមិនអាចរស់រានមានជីវិតបានគឺការមិនអើពើនឹងគ្នាវាមិនអាចបន្តមានជីវិតបានទេនៅពេលដែលមានតែមនុស្សម្នាក់បន្តព្យាយាមពេលខ្លះអ្វីដែលវាត្រូវការគឺសារសាមញ្ញមួយចំនួនដូចជាខ្ញុំកំពុងគិតអំពីអ្នកខ្ញុំនៅតែនៅទីនេះដើម្បីអ្នកនៅតែជាមនុស្សសំខាន់សម្រាប់ខ្ញុំពេលវេលាតិចៗទាំងនោះមានន័យច្រើនជាងអ្វីដែលមនុស្សដឹងពីព្រោះនៅពេលដែលការសន្ទនាគ្នាបាត់ទៅការតភ្ជាប់អារម្មណ៍គ្នាក៏បាត់បង់ដែរការសន្ទនាចាប់ផ្ដើមមានអារម្មណ៍ថាដោយត្រូវបានគេបង្ខំហើយការឆ្លើយតបម្ដងក៏ចំណាយពេលយូរការខិតខំប្រឹងប្រែងប្រែទៅជាលេសដូច្នេះអ្នកមិនបាត់បង់នរណាម្នាក់ដោយសារតែរយៈចម្ងាយនោះទេអ្នកបាត់បង់ពួកគេនៅពេលដែលបាត់បង់ការព្យាយាមហើយនោះហើយជាពេលដែលស្នេហារសាត់បាត់ទៅដោយស្ងៀមស្ងាត់ម្ដងបន្តិច